ព្រះគម្ពីរជនគណនាចំពុកទី27ឯពួកកូនស្រីស្លូភិហាតដែលជាកូនហេភើជាកូនកាឡាតជាកូនម៉ាគៀជាកូនម៉ាណាសេក្នុងពួកគ្រួម៉ាណាសេដែលគេជាកូនចៅយូសែបឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូចនេះគឺម៉ាសាឡាមួយណូហាមួយហុកឡាមួយមីលកាមួយនិងធឺសាមួយគេក៏នាំគ្នាចូលមកឈរនៅចំពោះមុខម៉ូសេនិងអេលីសាដ៏ជាសង្ឃហើយនៅមុខអស់អ្នកដែលជាកំពូលលើពួកជំនុំត្រង់មាត់ទ្វារត្រសាលជំនុំជម្រាបថាឪពុកយើងខ្ញុំបានស្លាប់ទៅនៅទីរហោស្ថានគាត់មិនមែនជាពួកកូរ៉េដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេគឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញហើយគាត់គ្មានកូនប្រុសសោះហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំបាត់ចេញពីពួកគ្រួគាត់ទៅដោយព្រោះតែគ្មានកូនប្រុសដូច្នេះហេតុនេះសូមឲ្យយើងខ្ញុំបានគេអាករនៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផងនោះម៉ូសេក៏នាំយករឿងគេទៅទូលដល់ព្រះយេហូវ៉ារួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាពួកកូនស្រីស្លូភិហាតបាននិយាយត្រូវដូច្នេះត្រូវចែកឲ្យគេមានគេអាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផងត្រូវឲ្យគេបានមរតករបស់ឪពុកគេចុះត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថាបើអ្នកណាស្លាប់ទៅឥតមានកូនប្រុសនោះត្រូវឲ្យឯងរាល់គ្នាចែកមរតករបស់អ្នកនោះដល់កូនស្រីគេទៅបើគ្មានកូនស្រីទេនោះត្រូវឲ្យមរតកគេដល់បងប្អូនបង្កើតបើគ្មានបងប្អូនបង្កើតនោះត្រូវឲ្យមរតកដល់បងប្អូនរបស់ឪពុកគេតែបើឪពុកគ្មានបងប្អូននោះត្រូវឲ្យមរតកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេឲ្យអ្នកនោះស៊ីវិញសេចក្តីនេះត្រូវទុកជាច្បាប់បញ្ញត្តិដល់ពួកកូនចៅអ៊ីស្រាអែលដូចជាព្រះយេហូវ៉ាបានបង្គាប់មកព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលឲ្យឯងឡើងទៅលើភ្នំអាបារីមនេះហើយមើលទៅស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលកាលណាឯងបានឃើញស្រុកនោះហើយនោះឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអាយកោឯងដូចជាអរុនបងឯងបានមូលទៅដែរពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីនក្នុងការដែលពួកជំនុំរករឿងឆ្លោះឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេត្រង់ទឹកហូរនោះឡើយគឺជាទឹកមេរីបានៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីននោះម៉ូសេទូលទៅព្រះយេហូវ៉ាថាដូច្នេះសូមឲ្យព្រះយេហូវ៉ាដ៏ជាព្រះនៃព្រះវិញ្ញាណគ្រប់ទាំងមនុស្សទ្រង់តម្រូវឲ្យមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅជាអ្នកដែលអាចនឹងចេញចូលនៅមុខគេព្រមទាំងនាំគេចេញចូលផងដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ាត្រឡប់ដូចជាហ្វូងជៀមដែលគ្មានអ្នកគង្វាលឡើយរួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាចូលនាំយកយូស្វេកូននុនជាមនុស្សដែលមានព្រះវិញ្ញាណសន្ធិដ្ឋលើមកហើយដាក់ដៃលើលោកត្រូវដាក់លោកនៅចំពោះមុខអេលីសាដ៏ជាសង្ឃនិងពួកជំនុំទាំងអស់គ្នារួចប្រគល់សេចក្តីបង្គាប់ដល់លោកនៅមុខគេព្រមទាំងចែកអំណោយរបស់ឯងទៅលើលោកដែរដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោកត្រូវឲ្យលោកឈរនៅចំពោះមុខអេលីសាដ៏ជាសង្ឃដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសលោកដោយសារសេចក្តីសម្រេចរបស់យូរីមគឺតាមបង្គាប់របស់អេលីសាដែលគេត្រូវចេញទៅហើយតាមបង្គាប់លោកគេត្រូវចូលមកវិញទាំងយូស្វេនិងកូនចៅអ៊ីស្រាអែលផងគឺជាពួកជំនុំទាំងអស់គ្នាម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ាលោកនាំយកយូស្វេទៅដាក់នៅចំពោះមុខអេលីសាដ៏ជាសង្ឃនិងពួកជំនុំទាំងអស់គ្នាក៏ដាក់ដៃលើលោកហើយប្រគល់សេចក្តីបង្គាប់ដល់លោកដូចជាព្រះយេហូវ៉ាបានបង្គាប់មក